បាទសួស្តីបងប្អូនមិត្តជាងអឺមិត្តជាងដៃចាស់និងដៃថ្មីហ្នឹងហើយថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកចំណេះដឹងមួយទាក់ទងនឹងការបណ្ដុះស៊ុំហ្នឹងហើយពោត2ជាន់ណាហ្នឹងហើយនិយាយទៅពីមុនមកក៏ខ្ញុំមានបញ្ហាទាក់ទងនឹងយើងមានជំនាញអឺទាំងការវាស់ទាំងការផ្លុំទាំងលើកអ៊ីសេនិងទម្លាក់អ៊ីសេហើយប៉ុន្តែបើយើងនិយាយរួមទៅយើងធ្វើបូតមួយជាន់បានប៉ុន្តែដល់ពេលឡើងទៅស៊េរីបូត2ជាន់គឺយើងមានការលំបាកទី1នៅពេលដែលយើងធ្វើទូរស័ព្ទនឹងហើយយើងពិបាកនឹងផ្គុំចូលទៅវិញព្រោះដោយសារយើងអត់ទាន់ចេះប្រើពីសំណហើយនឹងរបៀបបៀកដើម្បីឲ្យគ្រប់ជើងទៅវិញអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងត្រឡប់ចូលមកនេះត្រង់ចំណុចនេះគឺយើងបៀកសំណលេខ148អង្សាហើយត្រង់ចំណុចដែលខ្ញុំយកកណាត់យកមកបៀកមិញនេះគឺគ្រាន់តែខ្ញុំយកមកផ្ដិតទេហើយអត់ឲ្យស្ងួតពេកណាបងប្អូនយើងនៅពេលដែលយើងដាក់សំណរួចបងប្អូនមើលក្នុង microscope ទៅហើយសំណហ្នឹងវាមើលព្រីងមានជាហៅថាប្រេងណាហ្នឹងហើយវានៅប្រេងខ្លះដើម្បីទៅពេលដែលយើងបៀកទៅសាច់បតខាងក្រោមហ្នឹងហើយគឺវាខំជាប់នៅខាងក្រោមនៃបតម៉ាស៊ីនហ្នឹងហើយខ្ញុំចង់បញ្ជាក់កន្លែងចំណុចនេះតិចបងប្អូនកន្លែងនេះបើសិនជាអាចយើងប្រើប្រទេសដែកបងប្អូនប្រទេសដែករបស់ខ្ញុំនេះវាអត់ឆក់មួយពុំទេគាត់យើងជូតទៅវាអត់បើយើងយកកបាត់យើងយើងអាហ្នឹងតិចនិចបងប្អូនទេតែសម្រាប់ខ្ញុំយកអាដែកប្រទេសនេះយកមកបៀកមកហើយយើងចកត់វាកុំឲ្យចកត់ខ្លាំងពេកបងប្អូនយើងគ្រាន់តែចកត់វាលក្ខណៈយើងឧទាហរណ៍យើងបដូរសេមួយនៅពេលដែលយើងបដូរសេមួយគ្រាន់តែយើងបៀកហើយយើងគ្រាន់តែយើងអូស2ឆ្វាច់3ឆ្វាច់ទៅយើងចាប់ដើមផ្លុំមកអញ្ចឹងត្រង់ចំណុចដែលខ្ញុំបៀកស៊ុំនេះក៏ដូចគ្នាដែរខ្ញុំគ្រាន់តែខ្ញុំដាក់សំណហើយយើងយកមកបៀកមកជុំវិញនឹងមកកន្លែងណាមើលក្នុង microscope ទៅត្រង់ចំណុចកន្លែងណាដែលវារាងស្ទើយើងបន្ថែមទៅអញ្ចឹងណាហ្នឹងហើយតាក់ទងនឹងសំណបងប្អូនអាចជ្រើសរើសទៅហើយតាមប្រភេទដែលបងប្អូនគិតថាសំណណាមួយណាដែលយើងបៀកទៅគឺសាច់ក្របសំណរត់ចូលគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងបងប្អូនទស្សនាវីដេអូហ្នឹងទៅបើមានចំណុចខ្វះឬក៏លើសហ្នឹងហើយបងប្អូនកាន់តែអភ័យទោសផងព្រោះដោយសារខ្ញុំចង់ចេញវីដេអូនេះគឺចែករំលែកចំណេះដឹងមិត្តជាងដែលគាត់នៅខ្វះខាតដូចខ្ញុំពីមុនអញ្ចឹងណាហ្នឹងហើយបងប្អូនខ្ញុំចង់បញ្ជាក់កន្លែងនេះមួយទៀតពីមុនមកខ្ញុំបរាជ័យអត់សូវធ្វើបានល្អដោយសារទី1ខ្ញុំសម្អាតលើក្តារមានន័យថាសម្អាតនៅលើស៊ុំដែលយើងត្រូវយកមកបដោះហ្នឹងហើយគេហៅបតកាត់ខាងក្រោមណាខ្ញុំពីមុនខ្ញុំបដោះអត់បានស្អាតទេព្រោះដោយសារពេលដែលយើងបដោះទៅពេលដែលយើងសម្អាតទៅវាមានជាតិស្រល់ឬក៏វាមានកន្លែងខ្លះស្មើកន្លែងខ្លះអត់ស្មើអញ្ចឹងបើសិនជាអាចបងប្អូនអូសឲ្យស្មើណាបងប្អូនអូសត្រង់ចំណុចនោះយើងអូសយើងយកលូអូសសំណរបស់យើងបឺតសំណរបស់យើងហ្នឹងបឺតធ្វើម៉េចឲ្យបានស្អាតធ្វើម៉េចឲ្យស្អាតហើយយើងជូតឲ្យស្ងួតហើយបន្ទះពុំដែលយើងបានយកមកដាក់នេះគឺត្រូវតែឲ្យស្អាតដូចគ្នានិយាយទៅត្រូវឲ្យស្អាតព្រោះដោយសារកាលណាយើងមានសំណដែលពីមុនមកយើងបៀកទៅវានៅទុំនៅលើហ្នឹងបងប្អូនហ្នឹងហើយអញ្ចឹងវានៅទុំនៅលើហ្នឹងដល់ពេលយើងយកមកដាក់ទៀតដល់ពេលដែលយើងបៀកសំណថ្មីចូលគឺអត់ធ្លាក់ទេបងប្អូនអត់ធ្លាក់ទេសំណហ្នឹងគឺអត់ធ្លាក់ទេនិយាយទៅគឺអត់ធ្លាក់តែម្ដងអញ្ចឹងបទពិសោធន៍ខ្ញុំធ្លាប់ពីមុនមកខ្ញុំ
ដែលខ្ញុំធ្វើពីមុនមកកន្លងមកគឺវាជួបបញ្ហាអញ្ចឹងបងប្អូនទី1សម្អាតនៅលើបតកាត់ក្រោមឲ្យស្អាតទី2បងប្អូនសម្អាតនៅលើពុំជាពិសេសពុំរបស់យើងនេះដែលយើងកំពុងបៀកនេះយើងពិនិត្យមើលដែរថាវាមានតលីសៃម៉ៃគឺกระดาษណាឬក៏កណាត់กระดาษដែលយើងបានប្រើប្រាស់ទៅវាជាប់បងប្អូនត្រូវ clear វាចេញកាលណាយើងទុកវាចោលនៅលើហ្នឹងគឺវាអាចនឹងបញ្ហាដូចថាពេលដែលយើងលើកពុំមកវាជាប់វាអត់ស្អាតអញ្ចឹងណាហើយបងប្អូនខ្ញុំចង់ឲ្យកម្លាំងចិត្តទៅទៀតព្យាយាមបងប្អូនព្យាយាមយកបតកាត់ក្រោមតនេយកមករៀនបដោះអញ្ចឹងណាបដោះជើងទៅគុំទៅបានសម្រេចទេបងប្អូនព្យាយាមបងប្អូនព្រោះដោយសារបត2ជាន់ខ្ញុំគិតថាពីមុនមកក៏ខ្ញុំលំបាកដែរប៉ុន្តែគាត់ថាខ្ញុំព្យាយាមពេលដែលខ្ញុំទំនេរគឺខ្ញុំចូលចិត្តយកមករៀនសិក្សាបន្ថែមដើម្បីឲ្យទឹកដៃរបស់យើងឡើងអញ្ចឹងណាហ្នឹងហើយពេលខ្លះវាមានក្របទៀតវាមានក្របខ្លះវាអត់ពេញអត់អីចឹងបងប្អូនអាច comment នៅខាងក្រោមនឹងបានអាចឆាតសួរខ្ញុំបានព្រោះដោយសារពេលខ្លះខ្ញុំចង់ចែកម្លែកឲ្យបងប្អូនខ្ញុំនិយាយថាពីមុនខ្ញុំធ្លាប់ពិបាកត្រង់ចំណុចហ្នឹងដែរអញ្ចឹងបងប្អូនអាច comment នៅក្រោមនឹងបានវីដេអូហ្នឹងហើយឬក៏បងប្អូនចង់មានចំណាប់អារម្មណ៍ទាក់ទងនឹងផ្នែកការរៀនបណ្ដុះស៊ុំនឹងបងប្អូនអាចមើលអត់យល់ឬក៏ចង់មកជួបផ្ទាល់អាចមកបានពីព្រោះដោយសារខ្ញុំអាចនឹងចែកម្លែកព្រោះដោយសារបើយើងមានចំណេះដឹងយើងឡើងដៃជាងទៅនឹងទៅការងាររបស់យើងក៏វាមានច្រើនដែរអញ្ចឹងណាបងប្អូនអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងរាល់ពាក្យសម្ដីដែលខ្ញុំនិយាយទៅលើសឬក៏ខ្វះមិត្តជាងទាំងអស់មិនថាសិស្សច្បងមិនថាមិត្តជាងណៃថ្មីទេសូមខន្តីអត់ទោសហងព្រោះដោយសារខ្ញុំធ្វើវីដេអូនេះគ្រាន់តែជាការចែករំលែកបទពិសោធន៍ដែលថាពីមុនកន្លងមកខ្ញុំធ្វើអត់បានជោគជ័យឥឡូវនេះខ្ញុំព្យាយាមឆ្លៀតពេលទំនេរគឺខ្ញុំចង់ធ្វើវីដេអូដើម្បីចែករំលែកដល់មិត្តជាងមិនថាដៃចាស់ដៃថ្មីទេអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងអរគុណច្រើន